ជាកូនប្រុសមិនដេចមិនគិតខំរៀនគិតតែលាដៃសុំលុយប្រាប់ម៉ែថាទៅរៀនមិនដែលដាច់មួយថ្ងៃតាមពិតមិនចូលសាលាឡើយតែចេញពីផ្ទះក៏នាំគ្នាដើរលេងវងវែងក្នុងភៀមយូរវែងវៃជុំឡានចូលក្នុងក្លឹបឈួតនឹងភ្លើងរាត្រីផឹកស្រាញ៉ាយស្រីមិនរឹងមុខពេលញ៉ាយចំស្រីគេក៏វាយបែកក្បាលតើបស្រីធ្វើម៉ែឲ្យជួយផងកូនសុំទោសអ្នកម៉ែដែលឲ្យយំរាល់ថ្ងៃព្រោះតែកូនចង់រៃម្នាក់នេះលើផ្ទះមិនជួយធ្វើការម៉ែគិតតែពីលេង Facebook ឲ្យតែចង់ដើរលេងក៏ស្រែកទីលុយម៉ែបិណ្ឌខ្វល់ថាម៉ែលំបាកឡើយឲ្យតែចេញពីផ្ទះក៏នាំគ្នាដើរលេងវងវែងក្នុងភៀមយូរវែងវៃឡើងចូលក្នុងក្លឹបឈួតនឹងភ្លើងរាត្រីផឹកស្រាញ៉ាយស្រីមិនរឹងមុខពេលញ៉ាយចំស្រីគេក៏វាយបែកក្បាលទើបស្រីធ្វើម៉ែឲ្យជួយផងកូនសុំទោសអ្នកម៉ែដែលឲ្យយំរាល់ថ្ងៃព្រោះតែកូនចង់រៃម្នាក់នេះស្រីគេក៏វាយបែកក្បាលទើបស្រែកហៅម៉ែឲ្យជួយផង